Kien Hao មានការព្រួយបារម្ភថានឹងមានអ្វីកើតឡើងចំពោះមនុស្សពេញវ័យនៅពេលដែល Sheng Yuan និង Meng Ze នៅម្នាក់ឯងដូច្នេះខ្ញុំបានដោះសារដោយចេតនាដើម្បីស្នាក់នៅ Wun Hao បានស្នើសុំឲ្យ Feng Yin កុំគិតដោយងឹតងល់ថា Meng Sai គឺជាស្ថាបត្យករបើនិយាយពីសង្ហាខ្ញុំគិតថាប្រសិនបើអ្នកធ្វើវាអ្នកពិតជាអាចក្លាយជាស្ថាបត្យករល្អជាងគាត់ប៉ុន្តែ Feng Yin គឺដឹងខ្លួនណាស់ខ្ញុំចង់ក្លាយជាស្ថាបត្យករខ្ញុំមានការគ្រប់គ្រងពីគ្រួសារធ្វើការឲ្យក្រុមហ៊ុនពាក់ព័ន្ធលើសពី5ឆ្នាំទោះបីជាអ្នកប្រឡងជាប់ក៏ដោយក៏នៅតែមានការលំបាកជាច្រើននៅពីក្រោយស្ទើរតែមិនអាចទៅរួចទេលើលក្ខខណ្ឌរបស់គាត់ប៉ុន្តែដាក់វាអ្នកក៏បាននិយាយថាខ្ញុំនៅលីវហើយឲ្យលុយទៅអ្នកដទៃតើខ្ញុំអាចចេញពីទីនេះដោយរបៀបណាវានៅទីនេះវាមិនមែនជារបស់អ្នកទេជាក់ស្ដែងប្រឈមមុខនឹងមនុស្សជាទីស្រឡាញ់ព្រះគុណនៃការគោរពខ្លួនឯងទាបនឹងការគិតផ្ទៃក្នុងមិនហ៊ាននិយាយថាស្នេហាទេគាត់ខ្លាចថាគាត់មិនចាំបាច់ធ្វើជាមិត្តទេនៅរុស្ស៊ីបន្ទាប់អូនហូសបាយរត់មកស្ថានីយ៍ប្រេងឥន្ធនៈប៉ុន្តែខ្ញុំបានឃើញ Feng Yin ស្លៀកសម្លៀកបំពាក់ស្អាតហើយចូលឡានរបស់ Ming Sai តាមមើលទៅហូទើបតែស្ទាក់ស្ទើរមួយយប់ Feng Yin បានយល់ព្រមតាមការតាមរករបស់ Ming Sai ហើយប្រទេសនឹងរងទុក្ខតែម្នាក់ឯង Wun Ho បានត្រឡប់មកស្ទូឌីយោវិញបន្ទាប់ពីបាត់បង់ព្រលឹងមិត្តល្អទាំងពីរបានរំរែកខលភ្លាមពួកគេបានប្រាប់ទៅលោក Wun Ho ថាវាមិនសមហេតុផលទេក្នុងការរកលុយកូរ៉េចំនួន 10,000 លានវ៉ុនតាមរយៈការបង្កើតហ្គេមផែនការទាំងពីរដើម្បីបោះបង់ការប្រកួតនិងបដូរអាជីពដើម្បីវិនិយោគភាគហ៊ុនតាមរបៀបនេះអាជីពនិងស្នេហារបស់អូនហូទាំងពីរបានបរាជ័យវាមិនចំណាយពេលយូរទេអូនហូបានទទួលទូរស័ព្ទពី Feng Yin បាននិយាយថាគាត់បានបែកបាក់គ្នាគាត់ប្រញាប់ប្រញ័រដោយរីករាយនាំ Feng Yin និងអេវ៉ាន់របស់គាត់ត្រឡប់ទៅផ្ទះរបស់គាត់វិញ Feng Yin មិនបានលាក់បាំងមូលហេតុនៃការបែកបាក់គ្នានោះទេគាត់គ្រាន់តែនិយាយថាម្ដាយរបស់មិត្តប្រុស Ming Sai មើលងាយគាត់ឪពុកម្ដាយទាំងពីរបានស្លាប់គ្មានទីលំនៅអចិន្ត្រៃយ៍ក្មេងស្រីដែលអាចរស់នៅក្នុងផ្ទះប្រឡងបាននឹងមិនក្លាយជាកូនប្រសាររបស់គាត់ឡើយទោះបីមាននិស្ស័យឈរក្បែរគ្នាគ្រប់ពេលក៏ដោយក៏គាត់មិនបាននិយាយអ្វីសម្រាប់គាត់ដែរបន្ទាប់ពីនោះ Feng Yin បានត្រឡប់ទៅលំនៅឋានចង្អៀតរបស់គាត់ដើម្បីមើលពន្លឺបន្តិចបន្តួចចូលតាមបង្អួចកាលណា Feng Yin កាន់តែគិតអំពីវាកាន់តែធ្វើឲ្យគាត់កាន់តែសោកបានខ្ចប់ហើយរចេញពីសារប្រឡងប្រឡេកមកមើលការបញ្ចេញមតិដ៏ក្រៀមក្រំរបស់ Feng Yin ហូទើបតែបើកវាំងនៅហើយទុកឲ្យមានពន្លឺព្រះអាទិត្យច្រើនក៏ស្នើសុំឲ្យ Feng Yin ស្នាក់នៅក្នុងផ្ទះរបស់គាត់ផ្ទាល់ Feng Yin ត្រូវបានផ្លាស់ប្ដូរជាពិសេសប៉ុន្តែលោកក៏បាននិយាយដែរថាលោកនឹងដោះស្រាយជាមួយនឹងការជួលឲ្យទាន់ពេលទីលំនៅពេលអ្នករកឃើញផ្ទះសម្រុំបរិយាកាសប្រែជាមិនច្បាស់បន្តិចម្ដងគាត់នៅទីនោះអ្នកជិតខាងស្រីដែលនៅក្បែរនោះស្រាប់តែគោះទ្វារហើយចាប់ផ្ដើមជួយជួសជុលកុំព្យូទ័រជាការប្រសើរណាស់វាគ្រាន់តែជាបញ្ហាតូចមួយបន្ទាប់ពីការត្រួតពិនិត្យគាត់បានយល់ព្រមជួយដោយសារតែញ៉ាំទី5មួយរបស់គាត់ Feng Yin មានអារម្មណ៍មិនស្រួលក្នុងការឃើញអ្នកជិតខាងស្រីម្នាក់នេះប៉ុន្តែហូបាននិយាយថាតើអ្នកមិនគិតថានាងគួរឲ្យស្រឡាញ់ទេជាការពិតគាត់លួចទូរស័ព្ទហើយកម្មករប្រុសរបស់អ្នកក៏បាននិយាយថាអ្នកមិនអាចធ្វើជាសង្សារនៅផ្ទះរបស់យើងបានទេនៅលើក្តារហៅបានព្រួយផ្ដាំគំនិតឲ្យក្រែដល់ Feng Yin ធ្វើក្រែដោយខ្លួនឯងនៅលើឥដ្ឋពួកគេទាំងពីរមិនអាចគេងលក់បន្ទាប់ពីបិទភ្លើងអូនហៅបានយក Walkman របស់គាត់ចេញហើយស្ដាប់បទចម្រៀងជាមួយ Zheng Yuan នៅក្នុងបរិយាកាសដែលមិនអាចពន្យល់បានអ្នកទាំងពីរដេកលក់យឺតដោយសន្តិភាពយប់ជ្រៅអូនហូត្រឡប់មកពីបង្គន់វិញនិយាយកុហកនៅលើក្រែដោយងឿងឆ្ងល់នៅពេលដែលដៃរបស់ Feng Yin ជាមួយនឹងក្លិនក្រអូបបានមកដល់គាត់ទើបតែភ្ញាក់ពីគេងភ្លាមគាត់បានរមៀលត្រឡប់ទៅជន់វិញយ៉ាងលឿនស្អែកឡើងអូនហូនិង Feng Yin បានសម្អាតផ្ទះយ៉ាងហ្មត់ចត់បន្ទាប់មកយើងបានទៅធ្វើការនៅស្ថានីយ៍ប្រេងឥន្ធនៈជាមួយគ្នាប៉ុន្តែគ្រាន់តែអ្នកទាំងពីរកំពុងជេរគ្នាអំពីអ្វីដែលត្រូវបន្ថែមទៅក្នុងផ្ទះ Ming Sai ពិតជាបានបើកឡានទៅហើយមុខអាប់អួរភ្លាមរបស់ Chai En Hao Ming Sai ប្រគល់ខ្សែ Feng Yin និងបន្តសុំទោសនៅពេលល្ងាច Feng Yin បានគូនៅមុខកញ្ចក់អស់រយៈពេលជាយូរមកហើយគាត់មិនដឹងថាតើគាត់គួរយកខ្សែនោះទេដូច្នេះខ្ញុំបានសុំយោបល់ពីអ៊ឺនហូដូច្នេះគាត់អាចបោះទៅទីខាងកើតតាមដែលគាត់ចង់បានសប្បាយណាស់កុំស្បោះចំពោះអ្នកនេះមានអ៊ីនឌីហើយវិនាទីបន្ទាប់គាត់មកពីផ្ទះស្ត្រីជិតខាងដែលមានសម្លេងបុរសនិងស្ត្រីកំពុងប្រយុទ្ធ Feng Yin បាននិយាយបែបកំប្លែងភ្លាមថាប្រសិនបើនាងមិនបាននៅទីនេះទេប្រហែលជាអូនហូគឺជាអ្នកដែលបានប្រយុទ្ធជាមួយអ្នកជិតខាងស្រី Teng En Hao បានបដិសេធយ៉ាងខ្លាំងចំពោះ Zheng Yuan គាត់មិនចូលចិត្តអ្នកជិតខាងតតែសោះប៉ុន្តែជាក់ស្ដែងបានច្រានចោលគណបកផ្សេងទៀតចំនួន3ដង Feng Yin មើលទៅអូនហៅដោយគិតយ៉ាងម៉ត់ចត់បន្ទាប់ពីស្ដាប់វាប៉ុន្តែនៅថ្ងៃបន្ទាប់គាត់នៅតែជ្រើសរើសនៅជាមួយ Ming Sai និងហៅឈុតនេះប្រឡាក់ភ្នែកអូនហូប៉ុន្តែមិនយូរប៉ុន្មានអៀនហូបានហេការហៅទូរស័ព្ទរបស់ Meng Ze ក្មេងនេះច្បាស់ជាមានស្ថានភាពផ្សេងទៀតយប់នោះអូនហូនិង Feng Yin បានទៅជប់លៀងមិត្តភក្តិបន្ថែមទៀតដើម្បីបង្ហាញដល់មនុស្សគ្រប់គ្នាថាតើ Ming Sai ស្រឡាញ់ខ្លួនឯងខ្លាំងប៉ុណ្ណាវាកើតឡើងដូច្នេះដើម្បីរំលឹកដល់ភាគីថាថ្ងៃនេះជាថ្ងៃចុងក្រោយនៃឆ្នាំ2008អេវ៉ាន់ខាងក្រៅនឹងនៅជាមួយគ្នាសម្រាប់ថ្ងៃចូលឆ្នាំសកលហើយអ្វីបានជា Ming Sai មិនអមដំណើរគាត់ Feng Yin បានប្រកែកថា Ming Sai ត្រូវធ្វើការថែមម៉ោងបន្ទាប់ពីនិយាយបែបនេះ Feng Yin បានទាញមិត្តភក្តិរបស់គាត់ឲ្យច្រៀងចម្រៀងស្នេហាតាមពិតអ្នកណាម្នាក់នៅអាគីអាចឃើញថាគាត់យកចិត្តទុកដាក់ខ្លាំងណាស់ចំពោះ Ming Sai មិនអមដំណើរគាត់សម្រាប់ថ្ងៃចូលឆ្នាំសកលនៅពេលដែលល្អក្នុងការច្រៀងចម្រៀងស្នេហាខ្ញុំបានក្រឡេកមើលដោយសម្ងាត់ទៅ Feng Yin គាត់ Feng Yin មិនដែលមើលមុខទេបន្ទាប់ពីពិធីជប់លៀងមនុស្សគ្រប់គ្នាបានទៅផ្ទះ Feng Yin និងអូនហៅរត់ដល់ទីលានស្វែងរកហ្វូងមនុស្សដើម្បីស្វាគមន៍ឆ្នាំថ្មីសម្រាប់ជីវិតនៅពេលនេះ Feng Yin បានរកឃើញថាអេក្រង់ធំនៅការ៉េនឹងដើរតួ